ចំណុចធំមួយចំនួនដែលខ្ញុំយល់ថាឆ្គងមើលទៅមិនសូវទំនងនៅក្នុងរឿងបូជាសពធំសួស្តីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះខ្ញុំបាទចន្ទរារិទ្ធនឹងមកនិយាយអំពីខ្សែភាពយន្តខ្មែរមួយដែលកំពុងតែចាក់បញ្ចាំងនៅតាមរោងភាពយន្តនានានោះគឺរឿងបូជាសពធំហើយក៏កំពុងតែទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ផងដែរពីសំណាក់ទស្សនិកជនខ្ញុំគឺជាទស្សនិកជនមួយរូបដែលបានទស្សនារឿងនេះផ្ទាល់កាលពីពេលថ្មីនេះដោយឡែកការយល់ឃើញរបស់ខ្ញុំទេខ្ញុំយល់ឃើញថាសាច់រឿងនៅត្រង់ឈុតឆាកមួយចំនួនហាក់បីដូចជាឆ្គងនិងមិនសូវសមហេតុផលនេះគឺជាការយល់ឃើញរបស់ខ្ញុំបាទទេដោយមិនមែនជាអ្នកជំនាញនៅក្នុងវិស័យភាពយន្តអ្វីនោះឡើយហើយការលើកឡើងនេះផងដែរគឺគ្មានគោលបំណងរិះគន់ជាន់ពលិចអ្វីនោះទេអញ្ចឹងចង់ដឹងថាមានចំណុចអ្វីខ្លះនោះតោះមកទស្សនាទាំងអស់គ្នាចំណុចទី1ដែលខ្ញុំចង់លើកឡើងនោះគឺចំណុចចាប់ផ្ដើមនៅក្នុងសាច់រឿងមួយនេះធ្វើឲ្យតួអង្គប្រពន្ធនឹងគាត់ឆាប់ស្លាប់ពេកមូលហេតុដែលខ្ញុំលើកឡើងនៅត្រង់ចំណុចនេះដោយសារតែសាច់រឿងមួយនេះគឺគេនិយាយអំពីអបិយជំនឿទាក់ទងនឹងខ្មោចព្រាយបិសាចយាយីស្ត្រីនៅពេលដែលគាត់កំពុងតែពោពោះហើយក៏ផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងស្នេហារវាងប្តីប្រពន្ធដែលត្រូវរស់នៅឃ្លាតឆ្ងាយពីគ្នានៅពេលដែលប្រពន្ធគាត់ពោពោះនឹងគឺស្វាមីរបស់គាត់ធ្វើការនៅឯក្រៅប្រទេសឲ្យបាននៅក្បែរមើលថែអញ្ចឹងទៅក៏ប៉ុន្តែនៅពេលដែលចូលសាច់រឿងភ្លាមមិនបានប្រមាណផងក៏តួអង្គស្រីនឹងគាត់បានស្លាប់បាត់បង់ជីវិតតែម្ដងហើយក៏មិនបាននិយាយច្រើនឬក៏លំអិតឲ្យបងប្អូនទស្សនិកជននឹងគាត់បានយល់ថាអ្វីទៅដែលជាជំនឿទាក់ទងជាមួយនឹងខ្មោចព្រាយបិសាចនឹងទេហេតុអីបានជាខ្មោចព្រាយបិសាចនឹងមកតាមយាយីស្ត្រីដែលមានពោពោះអញ្ចឹងទៅចំណុចទី2គឺការបង្កើតឲ្យមានឈុតឆាកខ្មោចលងនឹងគឺច្រើនពេកហើយឈុតឆាកលងបន្លាចមួយចំនួនគឺអត់សមហេតុផលតតែសោះនៅក្នុងរឿងមួយនេះតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់គឺខ្មោចលងរហូតគឺលងអត់ស្រាកស្រានតែម្ដងខ្ញុំយល់ពីបំណងរបស់អ្នកនិពន្ធក៏ដូចជាអ្នកដែលគាត់សរសេរសាច់រឿងបន្ថែមហើយនិងអ្នកដឹកនាំគឺគាត់ចង់ឲ្យទស្សនិកជនគាត់ភ័យរន្ធត់ខ្លាចដោយសារតែការពញាក់របស់ខ្មោចអញ្ចឹងទៅក៏ប៉ុន្តែបើសិនជាកាត់បន្ថយឈុតឆាកនៃខ្មោចលងនឹងកុំឲ្យឃើញខ្មោចអីចេញមកច្បាស់អញ្ចឹងពេកប៉ុន្តែធ្វើឲ្យទស្សនិកជនគាត់ភ័យខ្លាចព្រឺព្រួយទៅតាមដំណើរនៃសាច់រឿងគឺល្អជាងដោយសារតែរឿងមួយនេះអញនិយាយបានថាសាច់រឿងមានទម្ងន់ហើយក៏ប៉ុន្តែគេបែរជាផ្ដោតទៅលើការលងបន្លាយនឹងច្រើនហើយឈុតឆាកមួយចំនួនគឺលងអត់សូវសមដូចជាឈុតឆាកលងអ្នកភូមិដែលមានក្មេងដុតភ្លើងនៅមុខផ្ទះអីហ្នឹងវាអត់សមថាហេតុអីបានជាសុកក្មេងហ្នឹងមកដុតភ្លើងនៅមុខផ្ទះអីអត់សូវសមទេហើយឈុតដែលមានខ្មោចបលូតដៃហុចបោយឲ្យដុសថ្មិញអីហ្នឹងខ្ញុំមើលទៅវាដូចជាឆ្កងឬក៏ឈុតឆាកហ្នឹងមើលទៅដូចជាការបង្កើតតែមិនមែនជារឿងពិតអីអញ្ចឹងទៅអានេះគឺជាការយល់ឃើញរបស់ខ្ញុំទេចំណុចទី3ដែលខ្ញុំឃើញថាមានទស្សនិកជនលើកឡើងច្រើនដែរនោះហើយខ្ញុំក៏ឆ្ងល់ដូចគ្នាថាតើព្រាយនោះបាត់ទៅណាអ្នកដែលបានទស្សនារឿងមួយនេះគឺប្រកាសជាបានដឹងហើយថាតួអង្គស្រីគឺគាត់ស្លាប់ដោយសារតែព្រាយនឹងមកយកជីវិតគាត់អញ្ចឹងទៅហើយមកជន់សកត់ពោះគាត់ដើម្បីយកក្មេងនឹងអញ្ចឹងទៅក៏ប៉ុន្តែនៅពេលដែលតួអង្គប្រពន្ធឈ្មោះដានីនឹងគឺគាត់បានបាត់បង់ជីវិតទៅសួរថាតើព្រាយនឹងទៅណាគឺអត់មានឃើញព្រាយនឹងទេអត់បានបកស្រាយច្បាស់ថាព្រាយនឹងយកកូននឹងទៅណាយកទៅធ្វើអីហើយចង់បញ្ចប់នៃសាច់រឿងនឹងតើព្រាយនឹងទៅជាយ៉ាងណាអីអញ្ចឹងគឺអត់មានការបកស្រាយទេនេះគឺជាចម្ងល់មួយដែលទស្សនិកជនគាត់ឆ្ងល់ហើយខ្ញុំបាទក៏ឆ្ងល់ដូចគ្នាដែរចំណុចទី4គឺឈុតឆាកមួយនៅពេលដែលបាត់សាកសពដានីចេញពីមជ្ឈូសកន្លែងហ្នឹងគឺដូចជាអត់សូវសមហេតុផលអ្នកនរគ្នាធម្មតានៅពេលដែលបាត់សាកសពអីចឹងក្នុងនាមយើងជាអ្នកបូជាសពគឺវាជារឿងធំមែនទែនមិនរឿងតូចតាចទេប៉ុន្តែហេតុអីបានជានៅពេលបាត់សាកសពនោះគាត់អត់ទៅសួររកសាច់ញាតិខាងគ្រួសារសពបែរជានាំគ្នាទៅដើររកពេញវត្តហើយត្រូវបានខ្មោចលងពេញមួយយប់នឹងតែម្ដងក៏ប៉ុន្តែសំណួររបស់ខ្ញុំគឺខ្ញុំសួរថាបើពិតជាបាត់សាកសពមែនតើការរកនៅក្នុងវត្តនឹងរកឃើញអត់បើសិនជាខ្មោចនឹងមានពិតប្រាកដមែនថាតើខ្មោចនឹងបង្ហាញខ្លួនឲ្យអ្នកដុតសាកសពនឹងរកឃើញអត់ហ្នឹងជាចំណុចទី1ហើយចំណុចទី2ហេតុអីបានជាអ្នកដុតសាកសពដែលឈ្មោះថាបងខ្លានឹងទៅនៅក្នុងមជ្ឈូសវិញហើយនៅពេលដែលរៀបចំដុតហើយបានខាងប្តីរបស់គាត់នឹងមកប្រាប់ថានៅក្នុងមជ្ឈូសនឹងគឺមិនមែនជាប្រពន្ធគាត់ទេដោយសារតែគាត់នឹងយកប្រពន្ធទៅលាក់ទុកដោយសារតែអាឡោះអាឡៃប្រពន្ធនេះខ្លាំងពេកចឹងទៅចំណុចទី5ដែលខ្ញុំមើលទៅហាក់ដូចជាមិនសូវសមទំនងដែរនោះគឺនៅត្រង់ឈុតឆាកមួយនៅពេលដែលតួអង្គប្តីរបស់ដានីនឹងគឺគាត់មកដល់ស្រុកខ្មែរដោយសារតែតួអង្គមួយនេះគឺគាត់ជាអ្នកធ្វើការនៅស្រុកក្រៅហើយពេលដែលប្រពន្ធគាត់ជួបហេតុការណ៍បាត់បង់ជីវិតនឹងគឺគាត់អត់បាននៅក្បែរប្រពន្ធគាត់ទេប៉ុន្តែនៅពេលដែលមកដល់ខ្មែរភ្លាមស្រាប់តែតួអង្គនឹងរំលេចខ្លួននៅកន្លែងមែនបូជាសពតែម្ដងនៅត្រង់ចំណុចនេះបើសិនជានៅក្នុងស្ថានភាពពិតមែនធម្មតាមកដល់ភ្លាមគឺគាត់ប្រកាសជាបានជួបជាមួយនឹងម្ដាយបង្កើតម្ដាយក្មេកសាច់ញាតិចាស់ទុំអីយំពេញភូមិតែម្ដងដោយសារតែអីនេះគឺជារឿងមួយដ៏សោកសៅខ្លាំងមែនទែនប៉ុន្តែនៅក្នុងរឿងនេះវិញបែរជាមានតួអង្គប្តីនឹងដើរទៅតែឯងឆ្កយហើយបន្ទាប់មកទៀតបានមានតួអង្គម្ដាយរបស់ដានីនឹងហើយនឹងប្អូនស្រីដានីនឹងដើរទៅជាមួយអញ្ចឹងទៅនៅត្រង់ចំណុចហ្នឹងគឺវាដូចអត់សូវសមដូចវាខុសពីការពិតព្រោះការពិតធម្មតារឿងបែបនេះគឺវាសោកសៅខ្លាំងមែនទែនយ៉ាងណាមិញសួរថាតើរឿងមួយនេះមានចំណុចល្អដែរឬទេបាទគឺប្រកាសជាមានហើយធម្មតាការដែលគេផលិតភាពយន្តមួយមិនអាចថាមានចំណុចឆ្គងទាំងអស់ទេចំណុចល្អមានដូចជាការសម្ដែងរបស់
តួអង្គនីមួយៗគាត់សម្ដែងសមបានល្អដូចជាតួអង្គម្ដាយតួអង្គប្តីតួអង្គតានីតួអង្គអីហ្នឹងគឺគាត់សម្ដែងបានល្អដូចជាតួអង្គមកខ្លាយហ្នឹងហើយការនិយាយរបស់ពួកគាត់ម្នាក់ស្ដាប់ទៅបែបធម្មជាតិមិនប្រឹងមិននិយាយតាមប្រូមិននិយាយតាម script អីចឹងទៅហើយការលើកឡើងនេះខ្ញុំសូមអធិស្ឋានម្ដងទៀតប្រសិនបើខុសឆ្គងដោយប្រការណាមួយជួបគ្នានៅវីដេអូក្រោយទៀតខណៈនេះខ្ញុំបាទច័ន្ទតារារិទ្ធសូមអរគុណនិងសូមជម្រាបលា